ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានស្មើជាមួយនឹងក្រុមបាល់ទាត់ជម្រើសហុងកុងដោយលទ្ធផល1-1ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅទីក្រុងហុងកុងកាលពីថ្ងៃទី13វិច្ឆិកាម្សិលមិញនេះគួរបញ្ជាក់ថាមួយគ្រាប់របស់ហុងកុងរកបានដោយកីឡាករវ៉ៃវ៉ុងនៅនាទីទី31រីឯមួយគ្រាប់របស់កម្ពុជារកបានដោយកីឡាករសារ៉េតគ្រីយ៉ានៅនាទីទី33គួររំលឹកថាលទ្ធផលនៃជំនួបរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមជម្រើសហុងកុង5លើកចុងក្រោយកម្ពុជាពុំធ្លាប់ឈ្នះហុងកុងឡើយដោយបានត្រឹមស្មើ2ប្រកួតនិងចាញ់3ប្រកួតក្នុងនោះជំនួបកាលពីថ្ងៃទី19វិច្ឆិកាឆ្នាំ2019ហុងកុងបានយកឈ្នះកម្ពុជា2-0នៅក្នុងវគ្គជម្រុះ World Cup ជំនួបកាលពីថ្ងៃទី11មិថុនាឆ្នាំ2022កម្ពុជាចាញ់ហុងកុង0-3នៅក្នុងការប្រកួត AFC Asian Cup ជំនួបកាលពីថ្ងៃទី7កញ្ញាឆ្នាំ2023កម្ពុជាស្មើជាមួយហុងកុង1-1ក្នុងការប្រកួតមិត្តភាពអន្តរជាតិជំនួបកាលពីថ្ងៃទី15តុលាឆ្នាំ2024កម្ពុជាចាញ់ហុងកុង0-3ក្នុងការប្រកួតមិត្តភាពអន្តរជាតិជំនួបចុងក្រោយកាលពីថ្ងៃទី13វិច្ឆិកាឆ្នាំ2025ម្សិលមិញនេះហុងកុងបានស្មើជាមួយកម្ពុជា1-1ក្នុងការប្រកួតមិត្តភាពអន្តរជាតិដូចគ្នាសូមបញ្ជាក់ថាការវិភាគនៃការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានាអំឡុង FIFA Day នាខែវិច្ឆិកានេះមានការប្រកួតតែមួយប្រកួតនេះប៉ុណ្ណោះហើយសមាជិកនៃក្រុមជម្រើសជាតិកម្ពុជានឹងត្រូវត្រឡប់ទៅកាន់ក្លឹបអាជីពរបស់ពួកគេរៀងៗខ្លួន។